ជំរាបសួរគ្រូនិងជំរាបសួរអ្នកនរគ្នាក្នុងថ្ងៃនេះខ្ញុំមកធ្វើការសរសេរនៅ basic comment ក្នុងរូបនេះដែលក្នុងនេះគឺយើងធ្វើសរសេរនៅ MI ដែលយើងសួរពីនេះតមកគឺ sudo យើងធ្វើការ update ទៅលើ packet ដែលយើងអត់បាន updateបន្ទាប់ពីយើងដាក់ update ហើយយើងឃើញថានៅសល់79 packet ទៀតដែលយើងអត់បាន update អញ្ចឹងយើងនឹងធ្វើការ upgrade វា packet 79ហ្នឹងតែម្ដងឥឡូវនេះយើងធ្វើការ update រួចរាល់ហើយបន្ទាប់មកយើងធ្វើការបង្កើតនៅ folder មួយដែលមានឈ្មោះថា av7.7 បង្កើតច្រឡំបង្កើត folder បង្កើត file មួយបន្តមកទៀតយើងធ្វើការដាក់ list ដើម្បីថាយើងបានបង្កើតហើយឬនៅបន្តមកយើងនឹងធ្វើការ list បន្ទាប់ពីយើងបង្កើតfile ហើយបន្តមកយើងធ្វើការបង្កើតនៅ folder ដែលមួយផងដែរដែលបន្តមកទៀតនៅត្រង់កន្លែងនេះគឺយើងធ្វើការនៅយើងចង់សរសេរនៅអ្វីដែលដាក់នៅក្នុងfile របស់យើងផងដែរបន្តមកទៀតគឺយើងនឹងធ្វើការបង្កើតនៅ folder មួយទៀតសារថ្មីហ្នឹងហើយបន្ទាប់ពីយើងបង្កើតfolder បានហើយយើងធ្វើការចូលក្នុង folder ហ្នឹងតែម្ដងនៅពេលដែលយើងបញ្ចូលក្នុង folder ហ្នឹងហើយអញ្ចឹងយើងទៅវាដាក់ list វាទៅគឺយើងថាយើងអត់មានអីទេអញ្ចឹងយើងនឹងធ្វើការ shut down តែម្ដងហើយយើងបានធ្វើការរួចរាល់ហើយ